ពីឱកាសសូមសួស្តីបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកយកការបង្ហាញអំពីរបៀបគ្រប់គ្រង revenue គ្រប់គ្រងចំណូលរបស់យើងពីឱកាសបាទអញ្ចឹងទេតពីថ្ងៃមុនគឺខ្ញុំបានបង្ហាញពីរបៀបដែលយើងបង្កើត business space ឈ្មោះថា Bayon បាទអញ្ចឹង address business របស់យើងគឺ bayon.akas.co បាទអញ្ចឹងខ្ញុំបានវាយវានៅក្នុង browser រួចហើយវា redirect មក login page បាទអញ្ចឹងនៅ login page នេះយើងអាចបដូរភាសាបានបាទយើងមានភាសាអង់គ្លេសហើយនិងភាសាខ្មែរបាទអូខេអញ្ចឹងខ្ញុំវាយចូល username password admin ដែលខ្ញុំបានបង្កើតនៅក្នុងពេលបង្កើត business space បាទអូខេអញ្ចឹងយើងអត់ remember វាទេបាទអញ្ចឹងនេះគឺជា dashboard របស់យើងបាទសម្រាប់ dashboard នេះគឺយើងអាចដូរភាសាយើងអាចដាក់ dark mode បានកន្លែងនេះយើងមានបើសិនជាមានសារជូនដំណឹងវាយើងអាចបង្ហាញកន្លែងនេះបានបាទអញ្ចឹងកន្លែងនេះយើងមានប្រវត្តិរូប user បាទហើយនឹងបើសិនជាយើងចង់ log out យើងអាចចុចចាក់ចេញនៅកន្លែងនេះបានបាទអញ្ចឹងនេះ dashboard របស់យើង dashboard របស់យើងនេះយើងអាចដូរ layout របស់វាបានទាញចុះទាញឡើងហើយយើងបិទឬក៏បើកមកវិញបានអញ្ចឹងសម្រាប់ revenue module របស់យើងគឺ workflow គឺយើងត្រូវមានទិន្នន័យអតិថិជនបានន័យថាយើងមានអតិថិជនចង់ឲ្យយើងចេញ quote ឲ្យគាត់បាទអញ្ចឹងយើងបង្កើត quote បាទអញ្ចឹងធម្មតានៅក្នុង quote វាមានត្រូវមានថាផលិតផលអីខ្លះសេវាកម្មអីខ្លះតម្លៃប្រមាណចំនួនប្រមាណមាន discount ប្រមាណអីអញ្ចឹងទៅបាទអូខេអញ្ចឹងបន្ទាប់ពីយើងបង្កើត quote ហើយគឺយើងផ្ញើ quote ជូនទៅអតិថិជនបាទអញ្ចឹងនៅពេលដែលគាត់សម្រេចថាអូខេគាត់ទិញពីយើងគាត់ប្រាប់មកគាត់ confirm យើងអាច convert ពី quote ហ្នឹងទៅជាវិក័យប័ត្រតែម្ដងបាទអញ្ចឹងនៅក្នុងឱកាសគឺយើងមាន2 option កន្លែងនេះគឺបើសិនជាគាត់អតិថិជនគាត់ទិញ direct ហ្មងគឺគាត់យើងអាចបង្កើតជាប្រកាន់ដៃជា receipt ហ្មងដែលជា sale receipt ហ្មងអញ្ចឹងអត់មានការចាពាក់អីទេសម្រាប់អតិថិជនដែលជាប្រភេទជាក្រុមហ៊ុនគឺគាត់តែងតែចាពាក់យើងមាន term ថាត្រូវសងប្រមាណអីចឹងទៅបាទអញ្ចឹងយើងកន្លែងហ្នឹងគឺយើងបង្កើតវិក័យប័ត្រលក់បាទរួចហើយបានពេលគាត់សងបានយើងបង្កើតប្រកាន់ដៃដែល map ទៅវិក័យប័ត្រហ្នឹងបាទតែប៉ុណ្្នឹងឯងបាទអញ្ចឹងក្នុងចន្លោះពេលហ្នឹងគឺយើងអាចមានគណនីត្រូវទារនេះមក account receivable នេះគឺយើងដឹងថាគឺវាបង្ហាញឲ្យយើងថាអតិថិជនណាខ្លះចាពាក់យើងប្រមាណបាទអូខេអញ្ចឹង flow របស់យើងខ្លីៗគឺប៉ុណ្ណឹងបាទអញ្ចឹងឥឡូវយើងទៅបង្កើត quote មួយទាំងអស់គ្នាឧទាហរណ៍ថាយើងមានអតិថិជនមួយគាត់ចង់ឲ្យយើងចេញ quote ឲ្យបាទអញ្ចឹងកន្លែងនេះគឺយើងអាចចុចពីនេះក៏បានឬក៏យើងអាចបង្កើតពីនេះក៏បានបាទអញ្ចឹងយើងបើយើងចុចទៅនេះយើងមានប៊ូតុងបង្កើតអានេះបាទអូខេអញ្ចឹងយើងចុចបង្កើតបាទអញ្ចឹង quote ធម្មតាត្រូវគេអតិថិជនណាដែលគាត់ចង់យក quote ហ្នឹងបាទអញ្ចឹងយើងអាចជ្រើសរើសបានប៉ុន្តែសម្រាប់ឥឡូវគឺយើងអត់មានអតិថិជនទេយើងត្រូវបង្កើតអតិថិជនថ្មីមួយបាទអញ្ចឹងយើងអាចទៅចេញពីហ្នឹងយើងទៅបង្កើតក៏បានឬក៏យើងអត់ចង់ចេញចូលទេខាត់ពេលគឺយើងអាចស្វែងរកនៅនេះហើយបង្កើតហ្មងអញ្ចឹងឧទាហរណ៍ថាយើងមាន XYZ company បាទអញ្ចឹងវាថារកអត់ឃើញទេចុចបង្កើតបាទអញ្ចឹងបង្កើតទៅអញ្ចឹងកន្លែងនេះគឺយើងមាន screen បង្កើតអតិថិជនគឺវាបំពេញអ្វីដែលយើង search ហ្នឹងឲ្យបាទហើយអញ្ចឹងយើង fill up តាមនឹងមកបាទអញ្ចឹងជាទូទៅគឺយើងត្រូវការតែ fill តែអានេះគេហៅ require fill បាទអញ្ចឹងបានមានពណ៌ក្រហមផ្កាយពណ៌ក្រហមនេះគឺយើងត្រូវតែបំពេញបាទអញ្ចឹងផ្សេងទៀតគឺអត់ត្រូវការទេបាទអញ្ចឹងកន្លែងនេះខ្ញុំបញ្ជាក់ជូនថានៅឱកាសក៏យើងមាន interface របស់វាគឺមាន basic mode នេះបាទអញ្ចឹងគ្រប់ screen ទាំងអស់បាទស្ទើរតែគ្រប់ screen ទាំងអស់គឺយើងមាន basic mode អញ្ចឹងជាទូទៅ basic mode នេះគឺយើងបង្ហាញតែទិន្នន័យណាដែលចាំបាច់ត្រូវប្រើបាទអូខេហើយជាទូទៅគឺបើសិនយើងបើកនៅលើ mobile គឺអា basic mode ហ្នឹងដោយសារ mobile វាមាន screen ចង្អៀតអញ្ចឹងវា default វាគឺ map ទៅ basic mode ហ្នឹងឯងបាទអូខេអញ្ចឹងកន្លែងនេះយើងអាច
ដោះវាវិញបាទអញ្ចឹងយើងចេញ full screen ធម្មតាអញ្ចឹងកន្លែងនេះក៏យើងអាចថាបើសិនជាអតិថិជនមិនមែនជាក្រុមហ៊ុនទេយើងអាចដោះកន្លែងនេះបានបាទអញ្ចឹងសម្រាប់ case របស់យើងគឺយើង select សាជីវកម្ម XYZ company ហើយយើងចុចបង្កើតពេលនោះគឺមក search វាបាទអញ្ចឹងឥឡូវយើងបាននេះហើយពីលើកក្រោយទៅកាលណាយើងចេញ quote ទៅឲ្យអតិថិជន XYZ គឺយើងឡើងទៅបង្កើតហើយបាទមានស្រាប់ហើយអូខេអញ្ចឹងថ្ងៃចេញ quote លក្ខខណ្ឌឥណទានផុតកំណត់ថ្ងៃណា quote ហ្នឹងបាទលក្ខខណ្ឌឥណទានបានន័យថាដូចខ្ញុំបញ្ជាក់មិញហ្នឹងថាបើសិនយើងនៅក្នុង invoice គឺគេឲ្យជាពាក់ម៉ានបាទប្រហែលថ្ងៃអញ្ចឹងទៅបាទអូខេអញ្ចឹងនៅនេះគឺ0ថ្ងៃក៏អត់ឲ្យជាពាក់ទេឬក៏ប្រហែលគឺយើងអាច search ទៅហើយឬក៏យើងវាយអញ្ចឹងទៅថា7ថ្ងៃ7ថ្ងៃអត់មានគឺយើងអាចចុចទៅបង្កើត7ថ្ងៃបាទយើងដាក់កន្លែងនេះ7ថ្ងៃ370 បាទកន្លែងនេះយើងដាក់ថាដល់ថ្ងៃកំណត់វា7ថ្ងៃបាទ due day វាជាងកន្លែងនេះគឺយើងអាច select 0ថ្ងៃឬក៏7ថ្ងៃបាទអូខេអញ្ចឹងថ្ងៃផុតកំណត់អានេះគឺ quote គឺថ្ងៃផុតកំណត់របស់ quote វាអត់មានពាក់ព័ន្ធជាមួយនឹងអានេះទេតែបើនៅក្នុង invoice គឺបើសិនយើង select 7ថ្ងៃគឺអានេះវានឹងចេញអា due day វា7ថ្ងៃបាទទៅតាមហ្នឹងបាទអូខេសម្រាប់ទីតាំងគឺយើងមាន default shop មួយបង្កើត automatic នៅពេលយើង set up system ហ្នឹងបាទកន្លែងនេះគឺសំខាន់គឺបើមានកាតព្វកិច្ចបង់ពន្ធតើអ្នកណាអ្នកបង់អញ្ចឹងជាទូទៅគឺអ្នកទិញគាត់ទៅបង់ប៉ុន្តែបើសិនជាមានការចរចាពិសេសអីអញ្ចឹងទៅថាអូខេអ្នកលក់គាត់អ្នកបង់វិញអញ្ចឹងយើងអាច select អានេះបាទអញ្ចឹងអានេះខ្ញុំបង្ហាញតួលេខក្រោយនៅពេលហ្នឹងបាទអញ្ចឹងកន្លែងនេះគឺតារាងផលិតផលឬក៏សេវាកម្មដែលយើង quote ជូនអតិថិជនរបស់យើងបាទអូខេអញ្ចឹងសម្រាប់ដែលយើងមានស្រាប់យើងអាច select មកនៅនេះតែសម្រាប់ឥឡូវគឺយើងអត់មានទេយើងអាចទៅបង្កើតពីនេះទៅបានបាទអញ្ចឹងឥឡូវយើងបង្កើតផលិតផលមួយនៅហ្នឹងមកឬក៏សេវាកម្មមួយនៅហ្នឹងមកថាអូខេក្រុមហ៊ុនរបស់យើងនេះគឺយើងធ្វើសេវាកម្ម decor ឧទាហរណ៍អញ្ចឹងចុះបាទអញ្ចឹងយើងដាក់មក decoration service កន្លែងនេះយើងអាចដាក់ជា service អូខេប៉ុណ្្នឹងឯងបង្កើតបាទយើងអាចសិតតម្លៃវាសេវាកម្មសិតថាអូខេឥឡូវយើងដាក់តម្លៃថ្មីពីនេះទៅគឺ5000ឧទាហរណ៍អញ្ចឹងចុះអញ្ចឹងបានន័យថាថ្ងៃពីថ្ងៃនេះទៅគឺតម្លៃ5000អញ្ចឹងថ្ងៃក្រោយមកយើងអាចអាប់ដេតតម្លៃយើងមិនបាច់ចាំលុបទេអញ្ចឹងយើងអាចថ្ងៃក្រោយយើងមានទិន្នន័យប្រវត្តិទិន្នន័យច្រើនតែអូខេពីថ្ងៃនេះតម្លៃវាប៉ុណ្ណេះឬវាមានវាចុះវាឡើងអីចឹងយើងអាច track វាបាទអូខេអញ្ចឹងកន្លែងនេះគឺប៉ុណ្ណឹងយើងបិទទៅអញ្ចឹងឥឡូវយើងមានសេវាកម្មមួយនៅក្នុងនេះដើម្បីឲ្យយើងជ្រើសរើសហើយបាទយើង select មកបាទចូលនៅក្នុងនេះហ្នឹងអញ្ចឹងសេវាកម្មមួយតម្លៃប៉ុណ្ណេះឧទាហរណ៍បើយើងចុះតម្លៃ5%ជូនអតិថិជនយើងដាក់5%នៅនេះមកអញ្ចឹងសរុបវានៅសរុបរងវានៅនេះបាទហើយបើសិនជាមានពន្ធសេវាកម្ម15%ឧទាហរណ៍អញ្ចឹងឥឡូវយើងដាក់10បាទអូខេដើម្បីស្រួលមើលបាទអញ្ចឹងអានេះ gross របស់វាប៉ុណ្ណេះយើងបញ្ចុះតម្លៃ5%សរុបប៉ុណ្ណេះបាទពន្ធប៉ុណ្ណេះបាទអញ្ចឹងតួលេខនេះគឺយើងសរុបរួមប៉ុណ្ណេះតែបើសិនជាអានោះមកថា10%យើងបន្ថែមបាទពន្ធលក់ VAT 10%នៅពេលដែលយើងបង្កើតបាទគឺអានេះវា calculate ឲ្យអញ្ចឹងយើងបន្ទាប់ពីពេលនេះទៅគឺយើងអាចអនុម័តបានយើង save បាទត្រូវ save ឲ្យនេះសិនបានយើងត្រូវអនុម័តសម្រាប់ប្រព័ន្ធនេះព្រោះជួនកាលអាចមានការច្រឡំដែរឧទាហរណ៍ថាគាត់វាយអានេះ0គាត់អត់បាន save ទេរួចហើយគាត់អនុម័តយកហ្មងអញ្ចឹងប្រព័ន្ធនេះគឺវានឹងអត់យកអា0នេះទៅទេគឺវាទៅចាប់យកអានេះហើយបាទកន្លែងនេះយើងអាច refresh បានបាទអូខេអញ្ចឹងយើងsave បាទ save ហើយ update ហើយគឺយើងអនុម័តបាទអញ្ចឹងវា confirm ដំបូងវាជា draft 1បាទអញ្ចឹងយើងចុច confirm បាទ yes អូខេអញ្ចឹងគឺ quotation យើងចូលជាផើការហើយចូលជាធរមានហើយគឺយើងអាចកែបានទេបាទអូខេយើងអាចធ្វើ code ថ្មីធ្វើអីអញ្ចឹងក្រោយទៅបើសិនជាមានការកែប្រែឬក៏
យើងអាចមានមួយទៀតគេហៅថាដកការអនុម័តចេញសម្រាប់ admin ណាបាទជាទូទៅគឺ admin ដែលបាញ់ដែល log in ហ្នឹងគឺគាត់មានសិទ្ធិធ្វើគ្រប់យ៉ាងនៅក្នុងប្រព័ន្ធបាទគេអញ្ចឹងយើងដកការអនុម័តឧស្សាហ៍បើយើងមានការកែប្រែណាមួយឲ្យយើងកែទៅកែហើយយើងធ្វើបច្ចុប្បន្នភាពមួយយើងអនុម័តឡើងវិញទៅបាទអូខេចាំមកដល់នេះគឺយើងអាចបោះពុំបានហើយបោះពុំពីកាយប័ណ្ណបាទកន្លែងនេះយើងអាចមានជំរើសដែលយើងអាចបោះពុំឬក៏យើងផ្ញើវិក័យប័ណ្ណទៅតាមអ៊ីមែលអតិថិជនហ្មងបាទសម្រាប់ឱកាសគឺយើងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ design របាយការណ៍ឬក៏ customize layout វាបានបាទអូខេអញ្ចឹងដើម្បីកែប្រែហ្នឹងគឺយើងអាចទៅចុចកន្លែងកែរបាយការណ៍នេះបាទកន្លែងនេះបាទអញ្ចឹងយើងអត់នេះច្រើនឧទាហរណ៍ថាយើងមើលទៅអត់ពេញចិត្តដោយសាររូបមិញគៀកពេកអីចឹងទៅយើងអាចទាញមកហើយថាអូខេ align វាតាមនឹងជាក់ស្ដែងទៅបាទយើង align វាយើងដាក់វាតាមនេះអញ្ចឹងទៅបាទសម្រង់តម្លៃអញ្ចឹងទៅអូខេនេះតាមធម្មតាវាជា Khmer OS មូលឬក៏យើងដាក់ថាអូខេ semi rip បានហើយតម្លៃនេះធម្មតាអញ្ចឹងអានេះគឺ logo របស់យើងអាចទាញមកកណ្ដាលហ្មងបាទអញ្ចឹងឡើងអូខេអញ្ចឹងបន្តមកយើង save ទៅបាទយើងគ្រាន់តែ save ហើយយើងបិទទៅបាទហើយយើង refresh អានោះមួយសារទៀតគឺវាចេញនេះរបស់យើងបាទអូខេអញ្ចឹងវាអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាធ្វើអីក៏បានដែរកែអីក៏បានលុបអីក៏បានដែរកន្លែងនេះបាទតាមការជាក់ស្ដែងបោះ quote របស់យើងទៅបាទកន្លែងនេះកម្រមាន system ដែលគាត់ធ្វើអញ្ចឹងបានណាបាទតែនៅឱកាសយើងគឺយើងព្យាយាមដើម្បីធ្វើយ៉ាងម៉េចឲ្យ user experience ឬក៏កាត់ការ support ភាគច្រើនបាទអញ្ចឹង user កែអញ្ចឹងគឺគាត់អាចកែបានដោយមិនបាច់ចាំឲ្យមហោខាងអាកាសដើម្បីឲ្យ customer ជូនគាត់ទេបាទអូខេក្នុងករណីថាជាក់ស្ដែងទៅពេលយើងកែចុះកែឡើងឲ្យខូចធ្វើម៉េចទៅអូខេសំណួរលេចមកអញ្ចឹងយើងក៏ឆ្លើយភ្លាមហ្មងថាយើងអាចធ្វើបានក៏យើងចុចភាសាទៀតទៅព្រោះយើងដាក់ថាកន្លែងនេះយើងមាន tool សម្រាប់ហ្នឹងហើយគឺថាដាក់របាយការណ៍ដើមបាទអញ្ចឹងគាត់ទៅចុច yes ទៅហើយយើង refresh មកភាសាទៀតមកគឺវាចេញទៅអាដើមវិញបាទវាបាត់អា custom មិញណាបាទអូខេអញ្ចឹងកន្លែងនេះគឺវា useful មែនតើបាទអញ្ចឹងអូខេយើងអាចបិទនៅនេះយើងអាចបោះពុំបាទឬក៏យើងអាចចុចផ្ញើទៅអតិថិជនហ្មងបាទតាមអ៊ីមែលអញ្ចឹងឧទាហរណ៍ថានេះគឺខ្ញុំចុច status វាកន្លែងនេះបង្ហាញ status បាទអានេះទី1បាន phase 1 phase 2បានអនុម័តហើយអញ្ចឹងឥឡូវយើងថាបាទសិតទៅបានផ្ញើបាទអញ្ចឹងកន្លែងនេះយើងវាយអ៊ីមែលរបស់អ្នកទទួលមកបងអ្នកទទួលគឺជាអតិថិជនអញ្ចឹងវាយម្ដងអញ្ចឹងវាក៏វា update អ៊ីមែលទៅ account របស់អតិថិជនទុកហ្មងបាទអញ្ចឹងខ្ញុំវាយអ៊ីមែលសាក់នេះគឺ Gmail របស់ខ្ញុំបាទអូខេអញ្ចឹងអត់មានអីទៀតទេចុចផ្ញើទៅបាទអូខេអញ្ចឹងយើងបិទបាទអញ្ចឹងបន្ទាប់មកអតិថិជនគាត់ compare quote របស់យើងជាមួយនឹង vendor ផ្សេង supplier ផ្សេងអញ្ចឹងនៅពេលដែលគាត់ថា confirm ថាអូខេគាត់យកយើងណាអូខេអញ្ចឹងយើងអាចចុចបង្កើតវិក័យប័ណ្ណលក់បាទអូខេអញ្ចឹងកើតវិក័យប័ណ្ណនេះគឺមិនដល់ត្រឹមនេះវាអត់ទាន់បង្កើតទេវាគ្រាន់តែ copy អតិន័យហ្នឹងមកទាំងអស់បាទអូខេអញ្ចឹងដូចនេះខ្ញុំបញ្ជាក់មុនថា7ថ្ងៃគឺយើងវា load 7ថ្ងៃមកបាននេះព្រោះវាជាវិក័យប័ណ្ណលក់ដែលថ្ងៃកំណត់នេះគឺជា due date មិន expire date របស់ quotation ទេបាទអញ្ចឹងវាបំពេញឲ្យទាំងអស់ដូចនឹងអ្វីដែលយើងនេះហើយយើងអត់មានអីទេយើងចុចបង្កើតយកបាទហើយយើងអនុម័តបាទដូចគ្នាជាមួយនឹងដែរគឺយើងអាចផ្ញើទៅកាន់អតិថិជនយើងបានដូចគ្នាវិក័យប័ណ្ណយើងបាទឬក៏យើងអាចបោះពុម្ព print ចេញអីតាមចាគួរជាក់ស្ដែងចឹងទៅហើយនេះក៏យើងអាចកែបានដែរបាទទាញចុះទាញឡើងអីដូចគ្នាមុនអញ្ចឹងបាទអូខេអញ្ចឹងយើងបាន invoice មួយដែលយើងមិញយើងដោយសារយើង approve វារត់ចូលនៅកាយបាត់លក់នេះ approve បាទនេះគឺសញ្ញា approve របស់យើងអញ្ចឹងនៅពេលដែល approve តាមធម្មតាកាលណាបង្កើតកាយបាត់លក់វាត្រូវ
dương tầm mơ nó không account receivable cái này thời tiết cứ dương miền này ta ná chụp bẹ dươngประมาณ một đòn ngày này nèแล้วสรุปตกประปรำปอนปีร้อยพอยปรำจะแปะบ่าอันนี้บวกต่ำปนบ่าโอเคจังยังอาจบอกปมยังอาจกายอันนั้นđoàn ដូចគ្នា rename យើងចង់ rename អីបាទđoàn ដូចគ្នាយើងអត់ចង់ថាអានេះមិន aging អញ្ចឹងទេយើងដាក់ឈ្មោះអី whatever ឬក៏ time report អីអញ្ចឹងទៅយើងអាចដាក់បានបាទកែហើយយើងគ្រាន់តែ refresh ទៅវាចេញអាថ្មីហើយបាទអត់ទាន់បិទអស់ចុចខុសបាទសំទោសគឺអានេះអត់មាន refresh យើងចុចពីនេះមកវិញគឺដូចគ្នាបាទអញ្ចឹងវាចេញនៅក្នុងនឹងផ្ទាល់តែម្ដងបាទឬក៏យើងអត់ថាអូខេយើងអត់នេះទេដូរទៅវិញឥឡូវខ្ញុំដូរទៅវិញបាទ yes អូខេអញ្ចឹងអានេះយើង refresh បោះពុំទៅវាដូរទៅដើមវិញអូខេអញ្ចឹងអានេះមើលទៅនៅប្រហែល view អីចឹងផ្សេងៗហ្នឹងគឺទៅតាមជាក់ស្ដែងបាទចឹងអានេះបើ aging បានន័យថាវាកំណត់អាយុដល់អ្នកជាពាក់ក្រោម30ថ្ងៃមានប៉ុន្មាននៅក្នុងការកំណត់មានប៉ុន្មានក្រោម60ថ្ងៃមានប៉ុន្មានក្រោម90ថ្ងៃមានប៉ុន្មានលើសពី90ថ្ងៃមានប៉ុន្មានបាទអញ្ចឹងយើងស្រួលមើលយើងស្រួលទាបាទអូខេអញ្ចឹងអតិថិជនគាត់ confirm មកថាអូខេគាត់សង1000អូខេគាត់បាញ់មកឬក៏គាត់ចេញសាច់មកអញ្ចឹងទៅបាទចន្លោះមួយថ្ងៃពីរថ្ងៃអីតាមហ្នឹងអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងទទួលបានការបង់ប្រាក់ពីអតិថិជនគឺយើងត្រូវទៅបង្កើតប្រកាន់ដៃទទួលប្រាក់ដើម្បីផ្ញើឲ្យគាត់អូខេអញ្ចឹងនេះយើងបង្កើតមកចុចទទួលមកហើយ select ថាអូខេឥឡូវយើងមានអតិថិជនមួយហ្នឹង select គាត់មកចូលទៅទីតាំងណាបាទជាទូទៅយើងអាចមាន multiple location track ចំណូលតាមហ្នឹងបាទអញ្ចឹងអានេះគឺគាត់ទទួលបានពី XYZ ជា check គាត់ pay ជា check លេខ check អីលេខអីយោងអីតាមហ្នឹងទៅលេខ bank transfer យោងអីតាមហ្នឹងអញ្ចឹងទៅបាទអញ្ចឹងយើងដាក់នៅនេះហើយកន្លែងនេះគឺយើង select ពីកាយប័ណ្ណដែលគាត់ pay បាទអញ្ចឹងឬក៏បើសិនជាយើងនៅកាន់ករណីដែលយើងបង្កើតប្រកាន់ដៃផ្ទាល់ដោយមានកាយប័ណ្ណយើងអាច select លើនេះហើយ select សេវាកម្មអីធម្មតាវាយចូលទៅបានថាហ្នឹងជា sale direct receipt បាទអូខេតែក្នុងករណីយើងនេះគឺយើងអត់ទេគឺយើងទៅ select យកពីកាយប័ណ្ណលក់ណាបាទកាយប័ណ្ណលក់ឥឡូវគាត់ថាគាត់ pay 1200នេះ25តោះអញ្ចឹងចុះបាទអញ្ចឹងយើងវាយតែកន្លែងនេះគឺចំនួនទទួលទេបាទចំនួនតែគាត់ទូទាត់មកតែគាត់ទូទាត់តែ1225ទេបាទប៉ុន្តែអានេះ full invoice គឺប៉ុណ្ណេះបាទអញ្ចឹងអានេះគឺបូកតាមនឹងបាទហើយយើងអាចវាយកណាត់សង្កល់អីតាមនឹងទៅបាទមាន2នេះតាម line មួយព្រោះជួនកាលយើងអាចមានគាត់ pay ម្ដងមកគាត់ pay អានេះប៉ុណ្ណេះហើយមានច្រើនបងច្រើន invoice បាទអូខេអញ្ចឹងកន្លែងនេះករណីគឺយើងចុចបង្កើតមកបង្កើត receipt មកបាទហើយយើងអនុម័តបាទកាលណាអនុម័តឬក៏អានេះដូចពាក្យអនុម័តគឺដូច approve ឬក៏ភាសា accounting មួយចំនួនគេប្រើពាក្យ post បាទ yes កន្លែងនេះអញ្ចឹងយើងអាចបោះពុម្ពបានដូចគ្នាជាក់ទៅតាមហ្នឹងបាទ pay full pay អីអញ្ចឹងទៅគឺនេះទេគឺយើងទទួលបានទឹកប្រាក់តែ1222សំដុំ25នេះទេអូខេអញ្ចឹងអស់ហើយគឺយើងទៅមើលគណនីត្រូវទាបាទគណនីត្រូវទារបស់យើងគឺឥឡូវប៉ុណ្ណេះទឹកប្រាក់តែនៅសល់តែ4000ឯដោយសារគាត់បាន pay រួចហើយបាទ pay 1225មុនហ្នឹងបាទអូខេអញ្ចឹងកន្លែងហ្នឹងក៏យើងមានគឺយើងមានរបាយការណ៍ដែរមើលរបាយការណ៍ត្រូវទាមួយហ្នឹងចំណូលសង្ខេបតាមខែអញ្ចឹងទៅឧទាហរណ៍ខែនេះយើងមើលទៅវាមានប្រមាណចុចប្រមាណ total លក់បានប៉ុន្មានគេបង់បានប៉ុន្មាននៅសល់ជាពាក់ប៉ុន្មានបាទអូខេអានេះលំអិតបាទហើយនេះ receipt បាទអូខេមួយគ្នានឹងដែរក៏យើងមាន chart មួយចំនួនឧទាហរណ៍ chart បញ្ចំណូលប្រចាំសប្តាហ៍យើងនឹងមាន chart បន្ថែមទៀតបាទតាមការជាក់ស្ដែងបាទ graph ផ្សេងនៅពេលដែល system ហ្នឹង update បាទអូខេអញ្ចឹងហើយយើងនេះគឺយើងមាន chart ថាអូខេបើផលិតផលដែលលក់តាម
category លក់ដាច់បំផុតបាទឥឡូវយើងមាន record តែមួយទេវាចេញមកអញ្ចឹងអូខេបាទហើយមួយទៀតដែលខ្ញុំចង់បង្ហាញនេះដែរគឺបើសិនអ្នកទាំងអស់គ្នាធ្លាប់ប្រើ Excel រួចហើយមាន data ដែលត្រូវ import អញ្ចឹងកន្លែងនេះឧទាហរណ៍ថាសម្រាប់ផលិតផលសេវាអញ្ចឹងយើងអាចថាឥឡូវយើងមានមួយប៉ុន្តែយើងអាចទាញពី Excel មកបាទអញ្ចឹងយើងមានកន្លែងនេះទាញទិន្នន័យឡើងបាន upload បាទអញ្ចឹងខ្ញុំនឹង import file ហ្នឹងចូលនៅក្នុងនេះរបស់យើងអញ្ចឹងយើងនៅនេះយើងមាន option ហ្នឹងបាទយើង search ហើយយើង select វាមិញបាទយើង open មកបាទវា upload ចូលអញ្ចឹងយើង select ថាអូខេពួកហ្នឹងជា product ហើយចុចទាញឡើងបាទអញ្ចឹងនៅនេះគឺវានឹង run import progress មិញហ្នឹងរួចហើយវាប្រាប់យើងដល់នេះអូខេវាចេញ message មកក៏អញ្ចឹងឥឡូវយើងបានតារាងផលិតផលអញ្ចឹងថ្ងៃក្រោយយើងធ្វើ quote ធ្វើ invoice អីឧទាហរណ៍ឥឡូវយើងបង្កើត invoice អីហើយយើងអាចទៅ select យក search select យកទៅបាទវាយតាម rate code អីចឹងទៅ1 2 3អត់មាន1 2 3ឧទាហរណ៍នេះ6148បាទយើងនេះ6148អញ្ចឹងទៅ search ចឹងហ្នឹងយើងដាក់ទៅតាមហ្នឹងទៅបាទអូខេនេះ code នេះយើង invoice នេះយើងអត់ធ្វើទេបាទអញ្ចឹងសម្រាប់ review module របស់យើងគឺយើងមានប៉ុណ្ណឹងបាទបាទអញ្ចឹងអាច sign up បាទព្រោះ free ទេអាច free ហើយ full អត់មាន lock feature ទេបាទអូខេអញ្ចឹងយើងបញ្ចប់តំណឹងអរគុណ